បាទសូមគោរពជំរាបសួរបងប្អូនផងដែរពេលនេះខ្ញុំមានរថយន្តថ្មីមួយគ្រឿងទៀតហើយបងប្អូនណាគឺម៉ាកតាកូម៉ាបងប្អូនណានឹងតាកូម៉ាហ្នឹងហើយបងមើលរូបរាងមួយជុំតាកូម៉ានេះជាប្រភេទតាកូម៉ា4ម៉ាស៊ីនហ្នឹងហើយ4ម៉ាស៊ីន ABS ប៉ុង1ដែលឡានខ្ញុំបាទកំពុងតែរៀបចំហ្នឹងហើយដាក់រៀបចំហើយទៀតហើយហ្នឹងហើយទៅជូនបងប្អូនហ្នឹងហើយអ្នកប្រើដែលកំពុងតែរឡានប្រភេទតាកូម៉ា4ម៉ាស៊ីនប៉ុង1ហ្នឹងហើយ ABS ហ្នឹងជាប្រភេទឡានថ្នាំស៊ីននៅមើលក្លុកលៀតទ្វារនៅតែមលេខកូដមួយជុំតែម្ដងណាបងប្អូនណានឹងក្លុកលៀតបែបនៅស៊ីនសាច់ស្ងួតហ្នឹងហើយបងប្អូនដែលនិយមរកតាកូម៉ាប្រភេទ4ម៉ាស៊ីនសាច់ដែកស្ងួតលេខកូដមួយជុំបែបនេះបងប្អូនហ្នឹងអាចតាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខទូរស័ព្ទខាងលើអេក្រង់នេះតែម្ដងអញ្ចឹងបងប្អូនក៏លេចមើលសាច់ដែកស្អាតហ្នឹងហើយក្លុកលៀតទ្វារ4គ្រាប់ដែលខ្ញុំថតបង្ហាញជូនបងប្អូននេះតែម្ដងតបមកគឺបាតសាក់ស៊ីស្អាតអត់ពុកអត់ច្រេះហ្នឹងហើយគឺក្រមនៅស្អាតកង់ថ្មីប្រហែលជា 95% ហ្នឹងហើយតែមសាក់ស៊ីអីនៅលេខកូដហ្នឹងហើយទាំងអស់ឡានដែលខ្ញុំបានរៀបជូនបងប្អូនគឺយកទៅជីតែម្ដងបងប្អូនណាហ្នឹងហើយរីឯកែងទ្រុងខាងក្រោយគឺសភាពនៅស៊ីនផ្ញើតែផ្ញើថ្នាំស៊ីនណាបងប្អូនអត់មានប្រភេទបាញ់ថ្នាំចូលអីទេកែងទ្រុងកែងអីគឺនៅភ្លីវាចឹងទាំងអស់ណាបងប្អូនណាឡានដែលបងប្អូនកំពុងតែរកមកពិភាក្សាមកមើលផ្ទាល់អត់ខុសបំណងទេណាឡុកម៉ាស៊ីននេះថ្មីមកឡុកកលៀតនៅស៊ីនទាំងអស់ 100% ABS ប៉ុង1ហើយអានេះคลิกរបស់វាសតតែស៊ីននៅសំណុំទាំងអស់ណាបងប្អូនណាហើយខ្ញុំបាទមានឯកសារគ្រប់ហ្វូពេញតែម្ដងណាជូនបងប្អូនហើយធានាស្របតាមផ្លូវច្បាប់ជូនបងប្អូនម្ចាស់ដើមណាដបូងមកនេះនៅលេខកូដវាទាំងអស់បងប្អូនណាបងប្អូនក៏លេខមើលបញ្ជុំតែម្ដងសំខាន់គឺនៅក្នុងភាពសំណុំអញ្ចឹងបងប្អូនណានៅសំណុំស៊ីអញ្ចឹងទឹកថ្នាំបាញ់ប្រហែលជា 20% ណាបងប្អូនឡានយើងខ្ញុំបានលេខគុជហើយឈុតដាក់កម្រាល VIP ជូនបងប្អូនទៀតតែម្ដងបងប្អូនដែលនិយមឡានប្រភេទតាកូម៉ា4ម៉ាស៊ីន V4 នេះខ្ញុំសូមប្រាប់ព័ត៌មានម្ដងទៀតអាចទៅមកខ្ញុំបានតាមលេខទូរស័ព្ទខាងលើសូមអរគុណបងប្អូនសូម